สองเครื่องไต้หวันกันแต่ขัดหมกจุดปั๊มขณะจันบังกรอบโรแกนมาพิมพ์กรอบหนึ่งจนหอจำบังจุดสมุเครื่องถูลุมหัดซอมมาจุดจุ่มวิงก่อนนี้ไต้หวันติงเครื่องสปีวุฒรอแต่ชแนมไต้หวันประเทศก่อไอกรีโตยคล้ำเงือตรกลัทธิประชาธิปไตยขมิ้นอำเภอปุกรลุยมีนกันจับทาวิกาจิตดำใบติงเครื่องสปีวุฒกาปีไดเกโดนตาตุใบจีประเทศทมจิงคลูนปนาจองชลินปินหอเมากำดอกบานอภัยบุญเมาสาปอร์มินเดลี่เอ็กซ์เพรสระบบจักรพรรดิอังกฤษชอบสายในថ្ងៃที่30 ធ្នូនេះថាលោកឧត្តមសេនីយ៍ឯក Xi Jinping អនុប្រធានការិយាល័យស៊ើបការសម្ងាត់របស់កោះតៃវ៉ាន់បាននិយាយថាប្រទេសចិនបានបាញ់គ្រាប់រ៉ុកែតប្រហែល27គ្រាប់ក្នុងកំឡុងពេលលំហាត់សមយុទ្ធបាញ់គ្រាប់ពិតរបស់ខ្លួនដែលមានឈ្មោះថាបេសកកម្មយុទ្ធធម៌2025មេបញ្ជាការរូបនេះនិយាយថាទីភ្នាក់ងារស៊ើបការសម្ងាត់របស់ខ្លួនបានបង្ហាញថាកម្មភ្លើងធំបាញ់គ្រាប់រ៉ុកែតជាច្រើនគ្រាប់បានបាញ់ចេញពីពីងតានហ្វូជៀនដោយកំណត់គោលដៅទៅលើតំបន់ភាគខាងជើងនៃគីឡុងនិងភាគខាងលិចនៃតៃណាននិងកៅសៀងប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង71គ្រឿងទៅកាន់ដែនកោះរបស់កោះតៃវ៉ាន់ដោយមានយន្តហោះ35គ្រឿងហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលទន្ទឹមនេះក៏មាននាវាចម្បាំងចំនួន13គ្រឿងមកពីកងទ័ពរំដោះប្រជាជនចិនដែលក្នុងនោះ11គ្រឿងបានចូលទៅកាន់តំបន់ក្នុងចម្ងាយ40គីឡូម៉ែត្រលើសពីនេះនាវាឆ្មាំសមុទ្រចំនួន11គ្រឿងនិងនាវារដ្ឋាភិបាលចំនួន4គ្រឿងរួមទាំងនាវាមកពីកោះដាច់ស្រយាលបានចូលទៅកាន់តំបន់ចម្ងាយ40គីឡូម៉ែត្រផងដែរសមយុទ្ធយោធារបស់ចិនបានចាប់ផ្ដើមនៅព្រឹកព្រលឹមថ្ងៃច័ន្ទហើយបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់អាវុធដ៏ធំរបស់ខ្លួនសម្រាប់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ 11.1 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងអត្ថបទវិចារណកថាដ៏ក្តៅគគុកមួយកាលពីថ្ងៃច័ន្ទសារព័ត៌មាន The China Daily បាននិយាយថាសមយុទ្ធនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់ទីក្រុងប៉េជីងចំពោះកិច្ចព្រមព្រៀងលក់អាវុធពួកគេក៏បាននិយាយផងដែរថាវាគឺជាការព្រមានដល់រដ្ឋាភិបាលតៃវ៉ាន់ដែលដឹកនាំដោយប្រធានាធិបតីឡៃឈីងតេអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីនឈៀនក៏បានចេញការស្ដីបន្ទោសយ៉ាងម៉ឺងម៉ាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទផងដែរលោកបានប្រាប់នាយកព័ត៌មានថាសមយុទ្ធនេះគឺជាសកម្មភាពដាក់ទណ្ឌកម្មនិងរារាំងប្រឆាំងនឹងកងកម្លាំងបំបីខ្លួនដែលស្វែងរកឯករាជ្យរបស់កោះតៃវ៉ាន់តាមរយៈការកសាងកម្លាំងយោធានិងជាចលនាចាំបាច់មួយដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ចិនបេសកកម្មយុទ្ធធម៌ឆ្នាំ2025គឺជាលំហាត់សមយុទ្ធយោធាធំលើកទី6ដែលប្រទេសចិនបានធ្វើឡើងនៅជិតកោះតៃវ៉ាន់ចាប់តាំងពីប្រធានសភាតំណាងរាស្ត្រអាមេរិកនៅពេលនោះគឺលោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅឆ្នាំ2022លោក William Yang អ្នកវិភាគជាន់ខ្ពស់សម្រាប់អាស៊ីអេសាននៅអង្គការ International Crisis Group បាននិយាយថាធាតុផ្សំសំខាន់នៃលំហាត់សមយុទ្ធនេះនឹងមានសមត្ថភាពប្រឆាំងទៅនឹងការចូលកាន់កាប់នៅក្នុងតំបន់ដោយឡែកអ្នកវិភាគសង្គ្រាមលោកខាងលិចបាននិយាយថាការចូលវាយក្រសោបយកកោះតៃវ៉ាន់គឺជារឿងលំបាកបំផុតត្បិតកោះនេះមានអាវុធទំនើបក្នុងដៃរួចជាស្រេចនិងមានមូលដ្ឋានគ្រឹះខ្ពស់ជាងអ៊ុយក្រែនខណៈអ៊ុយក្រែនសង្គ្រាមផ្ទុះទៅស្រវេស្រវារោគអាវុធពីលោកខាងលិចតៃវ៉ាន់ក៏បានកសាងលេនដ្ឋានដ៏រឹងមាំបំផុតនិងសម្រាប់រយៈពេលយូរអង្វែងដើម្បីប្រយុទ្ធទៅនឹងការឈ្លានពានរបស់ទីក្រុងប៉េជីងគីមចុងអ៊ុនបញ្ជាឲ្យបាញ់សាឡបងគ្រាប់មីស៊ីលដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរសារព័ត៌មាន Newsweek ចុះផ្សាយនៅថ្ងៃទី30 ធ្នូនេះថាកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនបានបាញ់គ្រាប់មីស៊ីលគន្លងទីបយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយមួយគូចូលទៅក្នុងសមុទ្រកាលពីម្សិលមិញលោកគីមចុងអ៊ុនដែលបានត្រួតពិនិត្យមើលសមយុទ្ធនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការសាឡបងប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនេះចំពេលមានអ្វីៗដែលលោកពិពណ៌នាថាជាការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខរបស់ខ្លួននេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA ប្រទេសនេះត្រូវបានគេជឿថាកំពុងពង្រីកកម្មវិធីមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិការបាញ់សាឡបងទាំងនេះនៅតែជាប្រភពនៃភាពតានតឹងដ៏សំខាន់ជាមួយកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកលោកគីមចុងអ៊ុនបានលើកឡើងថាការសាឡបងទាំងនេះគឺជាការការពារខ្លួនដោយលើកឡើងពីលំហាត់សមយុទ្ធយោធារួមគ្នានិងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងទីក្រុងសេអ៊ូល
លទីក្រុង Washington និងទីក្រុង Tokyo ក្របមីស៊ីលគន្លងទាបរបស់កូរ៉េខាងជើងបានហោះតាមគន្លងអាហារដែលបានកំណត់ទុកជាមុនរបស់វាលើសមុទ្រលឿងដែលគេស្គាល់ជាភាសាកូរ៉េថាជាសមុទ្រខាងលិចរយៈពេល 1199 និង 1203 វិនាទីមុនពេលបាញ់ចំទៅដល់គោលដៅសារព័ត៌មាន KCNA បានសរសេរថាសមាមិត្តគីម ចុងអ៊ុនជាទីគោរពបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងដោយនិយាយថាលទ្ធផលនៃសមយុទ្ធបាញ់បង្ហោះនេះគឺជាការផ្ទៀងផ្ទាត់ជាក់ស្ដែងនិងការបង្ហាញយ៉ាងច្បាស់លាស់អំពីសមត្ថភាពជឿជាក់ទាំងស្រុងនិងការត្រៀមប្រយុទ្ធនៃសមត្ថភាពវិបកជាយុទ្ធសាស្ត្ររបស់យើងលោកគីម ចុងអ៊ុនត្រូវបានគេរាយការណ៍ថាបាននិយាយថារដ្ឋាភិបាលរបស់លោកនឹងលះបង់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួនដើម្បីបន្តការអភិវឌ្ឍជាបន្តបន្ទាប់លើកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបាយការណ៍សារព័ត៌មាន KCNA បានកាលឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយនៅថ្ងៃទី24ធ្នូដែលត្រូវបានបន្តនៅថ្ងៃបន្ទាប់ដោយដំណើរទស្សនកិច្ចរបស់លោកគីម ចុងអ៊ុនទៅការដ្ឋានសាងសង់នាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះទីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធទំនើបជាច្រើនប្រភេទរួមទាំងមីស៊ីលឥន្ធនៈរឹងយានល្បឿនលឿនជាសម្លេងដែលអាចបត់បែនបានខ្ពស់ក្បាលគ្រាប់នុយក្លេអ៊ែរនិងមីស៊ីលផ្លោងអន្តរទ្វីបដែលមានចម្ងាយឆ្ងាយជាងមុនក្រុមស៊ើបការសម្ងាត់ CIA របស់អាមេរិកបើកការវាយប្រហារលើកំពង់ផែវេណេស៊ុយឡាប្រហារទូកគ្រឿងញៀនរាប់សិបគ្រឿងយោងតាមប្រភពជាច្រើនបានចុះផ្សាយនៅថ្ងៃទី30ធ្នូនេះថាភ្នាក់ងារចារកម្ម CIA បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំលើកំពង់ផែមួយរបស់វេណេស៊ុយឡាជាកន្លែងដែលគ្រឿងញៀនត្រូវបានគេចោទប្រកាន់ថាកំពុងត្រូវបានផ្ទុកលើទូកឆ្ពោះទៅកាន់សហរដ្ឋអាមេរិកប្រភពព័ត៌មានជាច្រើនបានប្រាប់សារព័ត៌មាន CNN ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីយប់ថ្ងៃបុណ្យណូអែលត្រូវបានធ្វើឡើងដោយ CIA លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថាកងកម្លាំងយោធារបស់លោកបានបើកការវាយប្រហារលើតំបន់កំពង់ផែវេណេស៊ុយឡាជាទីដែលគ្រឿងញៀនបានផ្ទុកនៅលើទូកទាំងនោះលោកបានធ្វើសេចក្តីអធិប្បាយបែបនេះនៅឯអាចលនទ្រព្យ Mar-a-Lago របស់លោកកាលពីថ្ងៃច័ន្ទលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាយើងបានវាយប្រហារទូកទាំងអស់មានការបំផ្ទុះដ៏ធំមួយនៅក្នុងតំបន់កំពង់ផែជាកន្លែងដែលពួកគេផ្ទុកគ្រឿងញៀនលើទូកលោកបន្ថែមថាពួកគេបានផ្ទុកគ្រឿងញៀននៅលើទូកទាំងនោះសហរដ្ឋអាមេរិកមិនទាន់ចេញផ្សាយវីដេអូនៃការវាយប្រហារដែលបានអាងនោះទេដោយដែលខ្លួនបានធ្វើការរឹបអូសនិងការទម្លាក់គ្រាប់បែកដោយជោគជ័យផ្សេងទៀតលោកត្រាំបានបង្ហើបអំពីការវាយប្រហារនេះនៅមុននេះខណៈពេលដែលលោកបន្តយុទ្ធនាការដាក់សម្ពាធប្រឆាំងទៅនឹងប្រទេសអាមេរិកខាងត្បូងមួយនេះលោកត្រាំបន្តថាខ្ញុំមិនដឹងថាអ្នកបានអានឬឃើញឬអត់នោះទេពួកគេមានរោងចក្រដ៏ធំមួយឬកន្លែងធំមួយដែលពួកគេបញ្ជូនជាកន្លែងដែលកប៉ាល់ទាំងនោះមកលោកបន្តថាពីយប់មុនយើងបានកម្ចាត់វាចោលដូច្នេះយើងបានវាយប្រហារពួកគេយ៉ាងខ្លាំងលោកមិនបាននិយាយលម្អិតនៅក្នុងបទសម្ភាសន៍នោះទេនៅក្នុងការវាយប្រហារលើគោលដៅចំនួន29ដែលគេស្គាល់យ៉ាងហោចណាស់មនុស្ស105នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែកញ្ញាមករដ្ឋាភិបាលវេណេស៊ុយឡាមិនទាន់ធ្វើការឆ្លើយតបទៅនឹងការអាងចុងក្រោយរបស់លោកត្រាំនៅឡើយទេរឿងនេះកើតឡើងបន្ទាប់ពីលោកត្រាំបង្ហាត់ថាលោកនឹងបញ្ជាឲ្យវាយប្រហារលើប្រទេសវេណេស៊ុយឡានិងប្រហែលជាកន្លែងផ្សេងទៀតខណៈពេលដែលលោកនិយាយថាសហរដ្ឋអាមេរិកនឹងបង្កើនសកម្មភាពពីការវាយប្រហារលើទូកទៅជាការវាយប្រហារលើដីគោកវិញម្ដងកាលពីខែតុលាលោកត្រាំបញ្ជាក់ថាលោកបានអនុញ្ញាតឲ្យមានប្រតិបត្តិការរបស់ CIA នៅក្នុងប្រទេសវេណេស៊ុយឡាក្រោយមកលោក Maduro បានចាក់ក្បាច់ហាច់កញ្ឆេងផ្កើនសហរដ្ឋអាមេរិកនិងបកដៃហៅការឈ្លានពានរបស់អាមេរិក